ចាសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមក review ពីផ្ទះខ្ញុំគឺខ្ញុំបានធ្វើហើយយូរហើយតែអត់មានពេលកាត់តដោយសាររវល់ការងារហើយផ្ទះហ្នឹងធ្វើគឺខ្ញុំអត់បាននៅដឹកដល់ទេដោយសារខ្ញុំក៏ធ្វើការងារអីផ្សេងៗដែរហើយមាន best friend ខ្ញុំហើយនឹង best friend គ្រួសារខ្ញុំគាត់ជាអ្នកមើលការខុសត្រូវនៅលើការសាងសង់ផ្ទះហ្នឹងអញ្ចឹងកម្រងមួយហ្នឹងអញ្ចឹងហើយគាត់ជាវិស្វករមានបទពិសោធន៍ជាច្រើនឆ្នាំហើយបងប្អូនជាង10ឆ្នាំហើយគាត់មានជំនាញហើយមានឯកទេសគាត់រៀនពីស្រុកគេមកទៀតអញ្ចឹងប្លង់មួយគឺគាត់សម្រេចចិត្តថាធ្វើឲ្យយើងគួរឲ្យយើងមានការពិភាក្សាគ្នាយ៉ាងត្រឹមត្រូវយ៉ាងច្បាស់លាស់ហើយសំខាន់ហើយផ្ទះខ្ញុំគឺធ្វើរយៈពេលខ្លីមែនតើអត់យូរទេបងប្អូនអត់យូរទេប្រហែលជាដូចជាចូល5ខែណា4-5ខែអីគឺហើយមកតួផ្ទះតែម្ដងផ្ទះខ្ញុំបដោយ14ម៉ែត្រហើយក្បាលដូចជា7ក្បាល7អញ្ចឹងរយៈពេលខ្លីមែនតើដែលពួកយើងធ្វើហើយយើងអត់មានពេលមើលទេហើយរហ័យគឺខ្ញុំនៅលើផ្ទះហ្នឹងឯងអរគុណច្រើនមែនតើសម្រាប់best friend ខ្ញុំហើយនឹង best friend ប្តីខ្ញុំគាត់បានធ្វើផ្ទះឲ្យពួកយើងនៅហើយគឺស្អាតខ្លាំងមែនតើហើយខ្ញុំស្រឡាញ់ផ្ទះហ្នឹងណាទោះវាទូចមែនប៉ុន្តែនេះគឺជាកម្លាំងញើសឈាមខ្ញុំហើយនឹងគ្រួសាររបស់ខ្ញុំខិតខំប្រឹងប្រែងធ្វើទៅពួកយើងទទួលបានផ្ទះនៅក្នុងថ្ងៃហ្នឹងហើយពួកយើងនឹងសម្រេចគោលដៅទៅថ្ងៃក្រោយទៀតហើយបានច្រើនជាងហ្នឹងតែនៅពេលបច្ចុប្បន្នអត់មានគោលដៅអីទេពួកអីយើងបានបំពេញរៀងច្រើនដែរអញ្ចឹងសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ចង់សាងសង់ផ្ទះឬក៏ធ្វើគេហដ្ឋានផ្សេងឬក៏ធ្វើកន្លែងផ្សេងអីអាចពិភាក្សាជាមួយជាងហើយនឹងវិស្វករដែលគាត់មានចំណេះជំនាញអីដូចពួកម៉ាគ្រួសារខ្ញុំអញ្ចឹងគាត់មានចំណេះជំនាញខ្លាំងហើយមើលផ្ទះស្អាតហើយពួកយើងក៏មានការហាយចំនួនអីតិចតួចដែរបងប្អូនហាយចំនួនចូលផ្ទះឡើងគេហដ្ឋានថ្មីយកសម្បុកសម្បត្តិអីទៅនៅជាថ្មីដើម្បីជាសិរីមង្គលដល់ក្រុមគ្រួសារយើងអ្នករស់នៅអីចឹងណាហើយក៏មានកម្មវិធីឡើងផ្ទះច្រៀងរំរែកទីអីចឹងណាថតរូបខ្លះអីអញ្ចឹងអូខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនតើហើយខ្ញុំក៏អត់ចង់សូឬក៏ខ្ញុំអត់ចង់បង្ហាញឲ្យដែរប៉ុន្តែដោយសារខ្ញុំសន្យាឲ្យគាត់ថាខ្ញុំនឹងកាត់តវីដេអូមួយឲ្យគាត់អីចឹងណាហើយឥឡូវខ្ញុំក៏បានកាត់ឲ្យគាត់ហើយអញ្ចឹងបងប្អូនមានចំណាប់អារម្មណ៍ឬក៏ចំហផ្សេងអាចឆាតសួរខ្ញុំបានចាំខ្ញុំតម្លាក់ Facebook របស់គាត់ហើយនឹងលេខទូរស័ព្ទរបស់គាត់ឲ្យបងប្អូនទាំងអស់គ្នាបានមើលហើយនឹងបានសួរពុំមានសួរនាំអីបញ្ហាផ្សេងណាអរគុណច្រើនខ្លាំងមែនតើបងប្អូន